នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិប្រេងម៉ូដាបានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពុងស្វ័យយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 10,059 នាក់ស្រី245នាក់មាន59សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2,850 នាក់ស្ត្រី 1,566 នាក់មាន42សញ្ជាតិ297 នាក់និងអូស្ត្រាលី824នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16 នាទីនៅថ្ងៃដដែល